សូមជូនរឿងព្រាយពោះធំកាតកូនមិនរួចនៅភូមិដីស្រយាលមួយមានផ្ទះឈើចាស់មួយស្ថិតនៅចុងភូមិក្បែរស្រែធំអ្នកភូមិតែនិយាយថារាល់យប់ក្រោយម៉ោង 12 អ្នកអាចឮសំឡេងស្ត្រីម្នាក់យំចេញពីផ្ទះនោះមិនត្រឹមតែប៉ុណ្ណោះពេលខ្លះគេឮសំឡេងស្រែកឈឺចាប់ដូចជាមនុស្សកំពុងសម្រាលកូនគ្មាននរណាហ៊ានចូលទៅជិតឡើយព្រោះអ្នកភូមិជឿថានៅទីនោះមានព្រាយពួកធំមួយកំពុងឡងកាលពីជាង20ឆ្នាំមុនមាននារីម្នាក់ឈ្មោះស្រីពៅនាងជាស្ត្រីចិត្តល្អនិងកំពុងមានផ្ទៃពោះចិត្តគ្រប់ខែប្តីរបស់នាងឈ្មោះវុធី បានចេញទៅធ្វើការនៅឆ្ងាយនៅយប់ភ្លៀងធ្លាក់ខ្លាំងមួយស្រីពៅឈឺពួកសម្រាកូននាងនៅម្នាក់ឯងក្នុងផ្ទះគ្មាននរណាជួយទាន់ពេលសំឡេងស្រែករបស់នាងលាន់ពេញយប់ប៉ុន្តែដោយសារផ្ទះនៅឆ្ងាយនឹងភ្លៀងធ្លាក់ខ្លាំងគ្មាននរណាបានឮឡើយព្រឹកឡើងគេប្រទះឃើញស្រីពៅស្លាប់ទាំងកូននៅក្នុងផ្ទៃបន្ទាប់ពីការស្លាប់នោះអ្នកភូមិចាប់ផ្ដើមឮសំឡេងចម្លែករៀងរាល់យប់អាធ្រាត្រមានសំឡេងស្ត្រីយំជួយខ្ញុំផងកូនខ្ញុំមានអ្នកខ្លះឃើញស្ត្រីពោះធំស្លៀកសម្លៀកបំពាក់ពណ៌សដើរតាមផ្លូវភូមិនាងដើរយឺតកាន់ពោះធំរបស់នាងមុខស្លេកស្លាំងភ្នែកខ្មៅជ្រឺរៀកជាយុវជនម្នាក់ដែលទើបត្រឡប់មកភូមិវិញគាត់មិនជឿរឿងខ្មោចទេពេលឮអ្នកភូមិនិយាយពីប្រែពោះធំគាត់គ្រាន់តែសើចប្រហែលជាមនុស្សខ្លៃគ្នាឯងទេយប់មួយគាត់ត្រឡប់មកផ្ទះយឺតពេលជិះកាត់ផ្ទះចុងភូមិគាត់បានឃើញស្ត្រីពោះធំម្នាក់ឈរនៅកណ្ដាលផ្លូវស្ត្រីនោះលើកមុខឡើងយឺតនាងនិយាយដោយសំឡេងខ្សោយជួយខ្ញុំផងខ្ញុំឈឺពួនណាស់រៀតគិតថាជាស្ត្រីមានផ្ទៃពោះពិតប្រាកដគាត់ចុះពីម៉ូតូហើយដើរចូលទៅជិតប៉ុន្តែពេលពន្លឺភ្លើងប៉ះមុខនាងគាត់ឃើញថាភ្នែករបស់នាងខ្មៅទាំងមូលស្បែកស្លេកដូចមនុស្សស្លាប់រៀតភ័យស្ទើរដាច់ខ្យល់គាត់រត់ប៉ុន្តែសំឡេងស្ត្រីនោះនៅតែឮពីក្រោយកុំចោលខ្ញុំជួយកូនខ្ញុំផងខ្យល់ចាប់ផ្ដើមបក់ខ្លាំងអបក្រាស់គ្របពេញផ្លូវរៀតមើលក្រោយប្រាយពោះធំកំពុងដើរតាមប៉ុន្តែជើងរបស់នាងមិនប៉ះដីឡើយថ្ងៃបន្ទាប់រៀតសួររកការពិតគាត់បានជួបយាយចាស់ម្នាក់ដែលដឹងរឿងទាំងអស់យាយប្រាប់ថាស្រីពៅមិនបានស្លាប់ដោយគ្រោះថ្នាក់ទេតាមពិតអ្នកភូមិបានឮសំឡេងនាងសុំជំនួយនៅយប់នោះប៉ុន្តែពួកគេខ្លាចព្យុះគ្មាននរណាទៅជួយឡើយស្រីពៅបានស្លាប់ទាំងការអស់សង្ឃឹមនិងការឈឺចាប់វិញ្ញាណនាងមិនអាចទៅកាន់ទីសុខសាន្តបានទេរៀកសម្រេចចិត្តជួយវិញ្ញាណស្រីពៅគាត់នាំព្រះសង្ឃនិងអ្នកភូមិទៅធ្វើពិធីឧទ្ទិសកុសលនៅផ្ទះចាស់នៅពាក់កណ្ដាលអាធ្រាត្រខ្យល់បក់ខ្លាំងទ្វារផ្ទះបើកបិទដោយខ្លួនឯងសំឡេងយំលាន់ពេញផ្ទះស្រាប់តែស្រមោលស្រីពៅលេចឡើងនាងកាន់ពោះធំ
និងយំយ៉ាងខ្លាំងព្រះសង្ឃសូត្រមន្តបន្តពន្លឺទៀនភ្លឺកាន់តែខ្លាំងស្រីពៅចាប់ផ្ដើមស្ងប់ស្ងាត់ក្នុងពន្លឺស្រទន់មួយគេឃើញទារកតូចម្នាក់លេចឡើងនៅក្បែរនាងស្រីពៅអោបកូនដោយទឹកភ្នែកជាលើកដំបូងនាងញញឹមបន្ទាប់មកទាំងម្ដាយនិងកូនបាំងដើរចូលទៅក្នុងពន្លឺពណ៌សនិងបាត់ខ្លួនទៅបន្ទាប់ពីយប់នោះភូមិមានសន្តិភាពវិញគ្មានសំឡេងយំគ្មានអ្នកឃើញព្រាយពោះធំទៀតឡើយប៉ុន្តែនៅយប់មួយរាជដើរកាត់ផ្ទះចាស់នោះគាត់បានឮសំឡេងទារកសើចតិចតិចពីក្នុងភាពងងឹតគាត់ឈប់ដើរងាកមើលទៅផ្ទះបង្អោនមួយបើកយឺតដោយខ្លួនឯងហើយមានស្រមោលមួយឈរនៅទីនោះមិនមែនស្រីពៅទេប៉ុន្តែជាស្ត្រីពោះធំម្នាក់ទៀតដែលគ្មាននរណាស្គាល់សូមអរគុណសម្រាប់ការទស្សនានិងស្ដាប់នៅរឿងនិទានសូមកុំភ្លេចចុច Subscribe Like Comment និង Share គាំទ្រ Channel Mr. Horn Official ដើម្បីកុំឲ្យខកខានរឿងនិទានថ្មីៗ